បងថ្ងៃហ្នឹងវាតបុកចំព្រោះសាច់ដែកបងតោងស្ងួតកើតដែរបងអូនចាំមើលនៅក្នុងដើមវីដេអូនៅក្នុងចុងវីដេអូវិញហើយឡានមួយគ្រឿងនេះវាមានបញ្ហាកប៉ិតខ្លាំងណាចង់នាំបងប្អូនអស់គ្នាមកមើលគៀកទីណែគឺវាកាច់សាច់ខ្លាំងមែនតើប៉ុន្តែឡានមួយគ្រឿងនេះវាអាចនឹងវាយមកវាប្រែសាច់ឆ្នាំបន្តិចទៀតប៉ុន្តែពេលដែលវាយហើយខាងអូនចរឡាននឹងទៅលាយពណ៌អូតូកាឡឺឡើងវិញហើយខាងអូននឹងបន្តអាកន្លែងបែកនឹងបន្តិចហើយអត់ស្កត់មកវិញដោយសារវានៅជើងក្រោមចឹងខាងអូនឲ្យយោបល់ភ្ញៀវគាត់ឆ្លាញ់ឡានក៏ពិតប៉ុណ្ណឹងគាត់ចង់យកឡានទៅតូតពណ៌ចោលប៉ុន្តែចូលមកខាងអូនឲ្យយោបល់គាត់ថាទោះបីយកទៅដូរពណ៌ក៏វាអត់មានពណ៌ដូរដែរអញ្ចឹងឲ្យយោបល់គាត់ចឡានហ្នឹងមកតោនស្ងួតឡើងមកវិញបែកតិចតួចយើងបន្តឆ្នាំអូតូកាឡឺពណ៌ហ្នឹងវិញហើយអត់ស្កត់ទៅវានៅជើងក្រោមដល់ពេលអញ្ចឹងបានពេលដែលធ្វើមកវាបានស្អាតឡើងមកវិញហើយបងប្អូនចាំតាមដានឡានមួយគ្រឿងនេះក្នុងចុងវីដេអូហើយវាចង់នាំបងប្អូនទាំងអស់គ្នាមកមើលឡានមួយគ្រឿងទៀតបាទនេះមកមកជា9ជាងមកពីជាបងប្អូនឡានផតធីមួយគ្រឿងនេះកំពុងតែដោះវាដល់អីរចំតោនឡើងវិញវាមានបញ្ហាកឹកពួរវានឹងទៀតប៉ុន្តែគាត់ថាបើសិនជាឡានពីរគ្រឿងនេះសិតតែឡានភ្ញៀវពិសេសមួយគ្រឿងចាំទៅ3 4ថ្ងៃឡានមួយគ្រឿងនេះក៏3 4ថ្ងៃហើយឡានមួយគ្រឿងនេះឡើងតាមពីខេត្តមកតាមពីយប់ទឹកមកដល់ប្រហែលជាម៉ោង9ជាងហ្នឹងអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាមានបញ្ហាឡានដែលពិតចង់យកឡានមកតោនស្ងួតនៅកន្លែងបងប្អូនអាចថតជារូបភាពឬក៏វីដេអូផ្ញើចូល page ឬផ្ញើចូលក្នុង Telegram ខាងបងប្អូនបានខាងបងប្អូននឹងមើលបងប្អូនថាការងារនឹងអាចតោនស្ងួតបានអត់បើការងារតោនស្ងួតបានខាងបងប្អូននឹងណាត់ពេលវេលាជាមួយបងប្អូនហើយបងប្អូនទាំងអស់គ្នាយកមកដោយឡានមួយគ្រឿងនេះអញ្ចឹងយកពីខេត្តឡើងមកយកមកដល់ធ្វើបានបងប្អូនអរគុណបងប្អូនចាំតាមដានឡានមួយនេះពេលខាងអូនធ្វើហើយវាបានស្អាតប្រមាណ%អរគុណសម្រាប់ឡាន Ford មួយគ្រឿងនេះឥឡូវគឺខាងបងប្អូនបានតោនឡើងមកវិញបានស្អាតឡើងមកវិញហើយបងប្អូនហើយនៅតែការចាប់គ្រឿងចូលទេហើយបងប្អូនបណ្ឌិតមើលពេលដែលតោនហើយគឺវាស្មើស្អាតភ្លឹងដោយដើមមកវិញវាបានប្រហែលជា85ទៅ90%មកវិញអញ្ចឹងបើសិនជាបងប្អូនមានឡានដែលត្រូវធ្វើអាចតាក់ទងមកខាងបងប្អូនបានអរគុណច្រើនបងប្អូន